រាជវាំងថៃបានចេញសេចក្តីថ្លែងការណ៍ថ្មីបំផុតបញ្ជាក់ថាព្រះរាជសុខភាពរបស់ព្រះនាងបាឡាគីទីយ៉ាផាម៉ៃដុលបុត្រីច្បងរបស់ព្រះមហាក្សត្រថៃវិវត្តកាន់តែធ្ងន់ធ្ងរហើយពេលនេះដោយសារឆ្លងមេរោគក្នុងពោះដែលរាលដាលដល់មុខងារសរីរាង្គសំខាន់ជាច្រើនសេចក្តីថ្លែងការណ៍លើកទី7របស់ការិយាល័យរាជវាំងថៃចេញនៅថ្ងៃទី21ខែឧសភាឆ្នាំ2026បានឲ្យដឹងថាចាប់តាំងពីខែមេសាឆ្នាំ2026គ្រូពេទ្យបានរកឃើញការឆ្លងមេរោគក្នុងពោះដែលបណ្ដាលមកពីការរលាកពោះវៀនធំការឆ្លងនេះបានធ្វើឲ្យស្ថានភាពរបស់ព្រះនាងមិននឹងណូដោយមានសម្ពាធឈាមទាបចង្វាក់បេះដូងមិនប្រក្រតីនិងមានឈាមកកទៀតផងបើទោះបីជាក្រុមគ្រូពេទ្យបានបន្តជួយមុខងារសួតនិងតម្រង់នោមប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកជាច្រើនថ្នាំបង្កើនសម្ពាធឈាមនិងថ្នាំគ្រប់គ្រងចង្វាក់បេះដូងក៏ដោយស្ថានភាពសុខភាពរបស់ព្រះនាងនៅតែបន្តយ៉ាប់យ៉ឺនរាជវាំងថៃបញ្ជាក់ទៀតថានេះជាសញ្ញានៃការឆ្លងមេរោគធ្ងន់ធ្ងរដែលនៅមិនទាន់អាចគ្រប់គ្រងបានព្រះនាងបាឡាគីទីយ៉ាផាបានសន្លប់បាត់ស្មារតីដោយសារជំងឺបេះដូងនិងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅក្នុងទីក្រុងបាងកកចាប់តាំងពីថ្ងៃទី15ខែធ្នូឆ្នាំ2022មកម្លេះរយៈពេល74ឆ្នាំកន្លងទៅនេះព្រះនាងធ្លាប់មានផលវិបាកពីការឆ្លងមេរោគជាច្រើនលើកខ្ញុំរស់សុធាពី News Today NTTV